សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់មកលម្អិតតិចទៅលើ function dashboard របស់យើងថាវាមានអីគេខ្លះនៅពេលដែលបងប្អូនចូលមកក្នុង account ខ្លួនឯងឬក៏យើង log in ហើយបងប្អូនចូលមកកន្លែង profile មកគឺបងប្អូននឹងឃើញមានពាក្យ dashboard អញ្ចឹងបងប្អូននឹងឃើញជាច្រើននេះថាតើវាមានវាអាចជួយគេយើងឬក៏យើងប្រើវាមិនខាងនេះវិញគឺយើងចាប់ផ្ដើមដំបូងគេយើងមាន wallet balance វាគឺជា balance ដែលយើងកំពុងបាន hold នៅលើ infludo.com យើងដែលយើងអាច withdraw បានហើយអានេះគឺជា total project គឺជាចំនួន project ឬក៏ចំនួនការងារដែលយើងបានធ្វើ complete នៅលើ platform Infludo យើងហើយអា complete order នេះគឺជាចំនួន order ដែលយើងបានធ្វើរួចរាល់ហើយចំនួន active order គឺជា order ដែលវាកំពុងតែដំណើរការហើយយើងមិនទាន់ធ្វើវាសម្រេចអញ្ចឹងបើសិនជាយើង view all order នេះបងប្អូននឹងឃើញ order ដែលបងប្អូនបានធ្វើពីមុនជាមួយនឹងខាង client ពេលដែលបងប្អូនធ្វើការហើយនេះគឺជា order ដែលយើងឃើញ complete គឺយើងឃើញមាន2នៅក្នុងហ្នឹងពេលដែលយើង submit ការងារទៅអញ្ចឹងយើងបកមកវិញបើសិនជាបងប្អូនចង់មើល order detail បងប្អូនចុច order detail បងប្អូននឹងឃើញកន្លែងការងារហ្នឹងកន្លែង submit work កន្លែងជាមួយខាង client អញ្ចឹងខាងក្រោមនេះគឺជាគេខាងក្រោមនេះគឺជា gig របស់យើងដែលយើងចូលទៅមើលទៅគឺយើងនឹងឃើញ gig ដែលយើងបាន listing នៅលើ platform យើងហើយអញ្ចឹងបងប្អូនថយមកវិញបងប្អូនទៅមើលfunction បន្តទៀតដែលយើងមានអីគេcreate gig អញ្ចឹងបងប្អូនចុច create gig គឺយើងនឹងបង្កើត gig ថ្មីហើយបើសិនជាបងប្អូនអត់ទាន់ចេះបង្កើតទេយើងមានវីដេអូរួចហើយដែលបរៀនបងប្អូននៅក្នុងការបង្កើតព្រោះនៅខាងក្រោមនេះវាមាន advertising type ដែលមាន shout out ហើយ banner integrate UGC និងអីជាដើមបងប្អូនតែធ្វើមួយណាហើយចង់បង្កើត service ad មួយណាគឺបងប្អូនជ្រើសអាហ្នឹងទៅហើយខ្ញុំនឹងលម្អិតវានៅវីដេអូក្រោយទាក់ទង advertising ad អញ្ចឹងយើងទៅបន្តទៀតយើងមាន map អញ្ចឹងវាដូចគ្នាដែលបងប្អូន order ផ្សេងៗគឺវានឹង load មកនៅក្នុងហ្នឹងបងប្អូនអាចចូលមកមើលបានពេលដែលមាន orderចឹងកន្លែង offer នេះគឺបានន័យថានៅពេលដែលខាង brand គាត់ចង់ស្នើឬក៏បន្ថែម advertise ឬក៏កែ listing gig យើងហ្នឹងគឺយើង send offer ឲ្យគាត់ហើយវានឹង load ចូលមកតាមនៅ function ហ្នឹងចំណែក my proposal វាជាគេ proposal យើងជាកន្លែងដែលយើង send ឬក៏ submit proposal ទៅកាន់ campaign ដែលបាន listing នៅលើ Infludo ហ្នឹងអញ្ចឹងបើសិនជាបងប្អូនចូលមកកន្លែង campaign គឺបងប្អូនឃើញថាយើងមានការ send proposal អញ្ចឹងយើងបកមកវិញទៅ dashboard ចំពោះខាង support នេះនៅពេលដែលបងប្អូនមានបញ្ហាឬក៏ចង់សាកសួរយើងអីបងប្អូនអាចចុច add new ticket ទៅគឺបងប្អូនអាច direct មកសួរយើងបានឬក៏ផ្សេងទៀតការតាក់ទងមកពួកយើងគឺដូចជា Telegram ឬក៏ email គឺបងប្អូនមាន3 option ហ្នឹងចឹងបើសិនជាបងប្អូនចង់តាក់ទងពួកយើងនៅក្នុង app ដែលមិនចង់ទៅណាញញ៉ៃគឺបងប្អូនអាចចុច new ticket order ទៅគឺវានឹង load ឲ្យបងប្អូននិយាយពីបញ្ហាហើយតាក់ទងទៅនឹងអីគេហើយនៅពេលដែលពួកយើង check គឺពួកយើងនឹង respond ហើយបងប្អូនគឺនឹង load ការនិយាយគ្នានៅខាងក្រោមអញ្ចឹងខាងក្រោមនេះគឺ wallet នៅពេលដែលបងប្អូនចូលមក wallet ហ្នឹងគឺបងប្អូនអាចមាន option ដូចជា deposit ចូលទៅក្នុង wallet ឬក៏ withdraw បើបងប្អូនបានធ្វើការងាររួចហើយពួកយើងបាន release លុយចូលទៅក្នុង Infludo wallet របស់បងប្អូនអាច withdraw លុយហ្នឹងបានគ្រាន់តែបងប្អូនចុច withdraw ហ្នឹងទៅហើយមានការបំពេញតិចតួចគឺបងប្អូនអាច withdraw លុយហ្នឹងហើយយើងមាន withdraw history គឺបងប្អូនបានឃើញការ withdraw របស់ខ្ញុំរួចម្ដងហើយដែលវាជាការ complete អញ្ចឹងខាងក្រោមនេះគឺជា live chat តែពេលបងប្អូនចុច live chat ហ្នឹងមកគឺបងប្អូននឹងឃើញការ chat របស់បងប្អូនពីមុនជាមួយនឹងខាង client ឬក៏ខាងអាជីវកម្មហ្នឹងគាត់តាក់ទងមកបងប្អូនគឺវានឹង load នៅកន្លែងយើងទៅបន្តក្រោម live chat គឺយើងមាន profile setting តែនៅក្នុង profile setting បងប្អូនអាចកែព័ត៌មានដូចជា info របស់យើងអាចបំពេញថែមលេខទូរស័ព្ទឬក៏ផ្លាស់ប្ដូរកន្លែងរស់នៅឬក៏យើងបដូរ email អីគឺយើងអាចកែនៅលើនេះនៅក្រោមនេះទៀតគឺយើងមាន set up account គឺដូចកន្លែង profile detail អញ្ចឹងគឺបងប្អូនអាចចូលមកកែទៅលើintro របស់យើងនេះហើយនឹង social media profile category ដែលយើងរើសហើយ skill ដែលយើងមាន language ភាសាហ្នឹងហើយ location យើងនៅនិង profile picture ហើយ logo នេះខ្ញុំបានលម្អិតវាឲ្យម្ដងហើយបងប្អូនអាចចូលទៅមើល playlist របស់ Infludo យើងនៅក្នុង YouTube ដែលតាក់ទងទៅនឹង tutorial នៅខាងក្រោមហ្នឹងទៀតយើងមាន identity verification គឺបងប្អូនអាច verify profile ខ្លួនឯងបានដោយ push ទៅលើ3 option យើងដែលយើង provide ហ្នឹងគឺយើងមាន ID យើង driver license និង passport
បងប្អូនគ្រាន់មកពេញ detail ដូចទៅនឹង app ទូទៅហ្នឹងហើយបងប្អូនចុច upload រូបទាំងហ្នឹងផងហើយ submit មកខាងពួកយើងគឺដើម្បីពួកយើងធ្វើការ review ដើម្បីឈានទៅដល់ការ verify យើងមាន 2FA ជា two factor គឺនៅពេលដែលបងប្អូនចុច generate secret key ហ្នឹងគឺបងប្អូនអាចការពារ profile របស់បងប្អូនឲ្យរឹងមាំជាងមុនដោយយើងថែមមួយកម្រិតទៀតលើសពី password យើងមាន profile detail គឺបងប្អូននឹង load ចូលមកprofile detail របស់យើងហ្មងនៅពេលដែលគេចូលមក profile យើងគឺគេនឹងឃើញបែបហ្នឹងអញ្ចឹងយើងទៅទៀតគឺយើងមាន change password នៅពេលដែលបងប្អូនមានតម្រូវការចង់ផ្លាស់ប្ដូរ password គឺបងប្អូនគ្រាន់តែវាយ password ចាស់ទៅហើយវាយ password ថ្មីដែលបងប្អូនចង់ប្ដូររួច confirm password ហ្នឹងបងប្អូនអាចចេញបានចុងក្រោយគឺជា delete account បងប្អូនគឺមានសិទ្ធិអាច delete account ខ្លួនឯងនៅពេលដែលបងប្អូនឈប់ប្រើឬក៏លេងប្រើ Infludo ទៀតបងប្អូនអាច delete បានគ្រាន់តែបងប្អូនចូលមក account ទៅហើយ delete account ហើយចុងក្រោយគឺតាក់ទងទៅនឹង sign out បងប្អូនអាចធ្វើការ sign out ទៅលើ platform យើងបានដោយកុំឲ្យវា auto save ឬក៏បងប្អូនចង់ប្រើតែពេលយើង log in log out ចូលខ្លួនឯងឬក៏ប្រើតែពេលណាយើងចាំបាច់ចឹងនឹងហើយវាជា dashboard របស់យើងសង្ឃឹមថាបងប្អូនស្រួលយល់ហើយបើសិនជាមិនយល់ទេគឺបើក ticket មកឆាតសួរយើងឬក៏បងប្អូនឆាតមកកាន់ពួកយើងផ្សេងទៀតដូចជា email ឬក៏ Telegram ចឹងទៅដូចយើងបាននិយាយអូខេអរគុណយើងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយបាយបាយ